នៅទីតាំងនេះគឺយើងអត់មានគិតថ្លៃទេគឺយើងភ្ញៀវមកទស្សនាតាមដោយសេរីអត់មានគិតលុយអីទេមិនថាភ្ញៀវបរទេសឬភ្ញៀវជនជាតិខ្មែរដែរនាងខ្ញុំឈ្មោះពេជ្រសុភាពមានតួនាទីជានាយិការរោងផ្នែកផលិតកម្មសូត្រហើយធ្វើការនៅទីតាំងកសិដ្ឋានសូត្រអតិសង្ឃអង្គរនេះមានទីតាំងនៅភូមិប្រយុទ្ធឃុំពួកស្រកពួកខេត្តសៀមរាបនៅទីតាំងនេះគឺមានបុគ្គលិកចំនួន191នាក់ហើយប្រុស11នាក់ស្រី180នាក់ទីតាំងនេះគឺយើងផលិតសូត្រចេញជាសម្លៀកបំពាក់ជាកាបូបជាវត្ថុអនុស្សាវរីយ៍ផ្សេងៗចាជាកម្មាចង្វាក់ផលិតកម្មនៃទីតាំងកសិដ្ឋានសូត្រសិប្បករអង្គរយើងនេះដំបូងគឺមានដាំមូនចិញ្ចឹមនាងស្រាវសូត្រតម្បាញចំណុចពិសេសរបស់សិប្បករអង្គរយើងគឺដំបូងឡើយគឺការចិញ្ចឹមនាងរបស់យើងដែលបានជាសរសៃសូត្រព្រោះសម្បូរដង្កូវនាងគឺនៅទីនេះគឺចង់និយាយថាការប្រើរយៈពេលនៃការចិញ្ចឹមនាងគឺអស់រយៈពេល47ថ្ងៃបន្ទាប់ពីចិញ្ចឹមនាងហើយគឺយើងយកមកស្រាវជាសរសៃសូត្រក្នុងការស្រាវសរសៃសូត្រនោះយើងមានពីរប្រភេទមានសរសៃសូត្រគ្រើមសម្រាប់ធ្វើជាកម្មាសូត្រក្បាលជាប្រមួងសូត្រក្បាលដើម្បីកាត់ជាសម្លៀកបំពាក់ជាកាបូបហើយមួយទៀតសរសៃសូត្រដែលសូត្រមាសសរសៃសូត្រតូចឆ្មាលនោះធ្វើជាប្រមួងលាតជាកម្មាចំពោះផលិតផលមួយដែលយើងធ្វើចាប់ផ្ដើមពីចិញ្ចឹមនាងរហូតដល់បានជារបស់ផលិតផលប្រើប្រាស់មួយគឺអស់រយៈពេលជាង 2 ខែផលិតផលនៅទីនេះគឺមានដាក់តាំងនៅលក់នៅហាងពួកយើងមួយហាងសៀមរាបនៅភ្នំពេញចានៅភ្លានយន្តហោះសៀមរាបភ្លានយន្តហោះភ្នំពេញហើយនឹងជិតប៉ុស្តិ៍ប្រៃសណីចានៅទីនេះគឺមានផលិតផលច្រើនមុខហើយសម្រាប់ភ្ញៀវមកទិញនឹងទស្សនាបាន